នៅពេលដែលយើងគិតដល់យន្តហោះមនុស្សភាគច្រើនស្រមៃឃើញស្លាប់ដ៏ធំសម្បើមម៉ាស៊ីននិងទូខ្លួនដ៏វែងដែលផ្ទុកអ្នកដំណើរនិងទំនិញប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនបានដឹងនោះគឺថាផ្នែកដ៏សំខាន់បំផុតមួយនៃអាកាសចរទំនើបគឺត្រូវបានលាក់នៅខាងក្នុងស្លាបផ្ទាល់តែម្ដងនោះគឺធុងសាំងមិនដូចរថយន្តដែលជាទូទៅផ្ទុកប្រេងឥន្ធនៈនៅក្នុងធុងខាងក្រោមទូខ្លួននោះទេយន្តហោះភាគច្រើនរក្សាទុកប្រេងឥន្ធនៈរបស់ពួកវានៅក្នុងស្លាបដំបូងវាអាចស្ដាប់ទៅចម្លែកប៉ុន្តែមានហេតុផលជាក់ស្ដែងផ្នែកវិស្វកម្មនិងតាក់ទងនឹងសុវត្ថិភាពជាច្រើនសម្រាប់ការជ្រើសរើសការរចនានេះនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ឲ្យបានស៊ីជម្រៅអំពីមូលហេតុដែលយន្តហោះស្តុកប្រេងឥន្ធនៈនៅក្នុងស្លាបអត្ថប្រយោជន៍នៃការរៀបចំនេះនិងរបៀបដែលវាជះឥទ្ធិពលដល់អ្វីៗគ្រប់យ៉ាងចាប់ពីដំណើរការរហូតដល់សុវត្ថិភាពតស្វែងយល់ទាំងអស់គ្នានៅទីនេះលើកម្មវិធីប្រវត្តិសាស្ត្រនៃរឿងសាមញ្ញជាដំបូងសូមគិតអំពីបរិមាណប្រេងឥន្ធនៈដែលយន្តហោះមួយពិតជាត្រូវការយន្តហោះពាណិជ្ជកម្មស៊ីប្រេងឥន្ធនៈរាប់ពាន់ហ្គាឡុងលើជើងហោះហើរផ្លូវឆ្ងាយតែមួយជាឧទាហរណ៍យន្តហោះ Boeing 747អាចផ្ទុកប្រេងឥន្ធនៈបានជាង 57,000 ហ្គាឡុងហើយសូម្បីតែយន្តហោះដឹកអ្នកដំណើរធុនតូចក៏ផ្ទុកប្រេងរាប់ពាន់ហ្គាឡុងផងដែរនោះគឺជាបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃវត្ថុរាងងាយឆេះដែលត្រូវតែរក្សាទុកនៅកន្លែងណាមួយក្នុងរបៀបមួយដែលទាំងមានប្រសិទ្ធភាពនិងសុវត្ថិភាពការដាក់ធុងដ៏ធំបែបនេះនៅក្នុងទូខ្លួនយន្តហោះនឹងធ្វើឲ្យបាត់បង់កន្លែងសម្រាប់អ្នកដំណើរនិងទំនិញដ៏មានតម្លៃហើយថែមទាំងបន្ថែមទម្ងន់ដែលមិនចាំបាច់ទៅលើទូខ្លួនកណ្ដាលទៀតផងតាមរយៈការដាក់ប្រេងឥន្ធនៈនៅក្នុងស្លាបវិស្វករអាចបង្កើនប្រសិទ្ធភាពលំហអតិបរមានិងរក្សាទូខ្លួនយន្តហោះឲ្យទូលាយសម្រាប់អ្នកដំណើរទំនិញនិងប្រព័ន្ធសំខាន់ហេតុផលសំខាន់មួយទៀតគឺតុល្យភាពនិងការបែងចែកទម្ងន់យន្តហោះត្រូវតែរក្សាចំណុចកណ្ដាលនៃទំនាញឲ្យមានស្ថិរភាពដើម្បីអាចហោះហើរបានដោយសុវត្ថិភាពប្រសិនបើប្រេងឥន្ធនៈត្រូវបានស្តុកទុកក្នុងធុងដ៏ធំមួយនៅខាងក្នុងទូខ្លួននៅពេលដែលវាឆេះអស់ក្នុងអំឡុងពេលហោះហើរតុល្យភាពរបស់យន្តហោះអាចនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកបើកបរពិបាកក្នុងការគ្រប់គ្រងការចែកចាយប្រេងឥន្ធនៈនៅខាងក្នុងស្លាបជួយពង្រីកទម្ងន់ឲ្យស្មើគ្នាពេញរចនាសម្ព័ន្ធរបស់យន្តហោះនេះធានាថានៅពេលដែលប្រេងឥន្ធនៈត្រូវបានប្រើប្រាស់ការផ្លាស់ប្ដូរនៃការបែងចែកទម្ងន់កើតឡើងបន្តិចម្ដងនិងមានភាពស៊ីមេទ្រីការស្តុកប្រេងឥន្ធនៈនៅក្នុងស្លាបធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការរក្សាស្ថិរភាពនិងកាត់បន្ថយបរិមាណនៃការកែតម្រូវតុល្យភាពជាប្រចាំដែលអ្នកបើកបរយន្តហោះត្រូវការស្តុកប្រេងឥន្ធនៈនៅក្នុងស្លាបក៏ជួយដល់អ្វីមួយដែលហៅថាការកាត់បន្ថយការបត់កោងផងដែរសាកស្រមៃថាស្លាបយន្តហោះជាធ្នឹមដ៏វែងមួយដែលលាតសន្ធឹងចេញពីទូខ្លួននៅពេលយន្តហោះកំពុងហោះហើរកម្លាំងលើកដែលបង្កើតឡើងដោយស្លាបទាញពួកវាទៅលើចំណែកឯទម្ងន់របស់យន្តហោះទាញទូខ្លួនចុះក្រោមនេះបង្កើតឲ្យមានភាពតានតឹងនៃការបត់កោងនិងគល់ស្លាបដែលជាកន្លែងដែលស្លាបភ្ជាប់ទៅនឹងទូខ្លួនរបស់យន្តហោះឥឡូវនេះប្រសិនបើអ្នកចាក់បំពេញស្លាបដោយប្រេងឥន្ធនៈទម្ងន់នោះនឹងជួយទប់ទល់នឹងកម្លាំងបត់កោងមួយចំនួនការទាញចុះក្រោមនៃទម្ងន់ប្រេងឥន្ធនៈធ្វើឲ្យមានតុល្យភាពជាមួយកម្លាំងលើកឡើងលើដែលកាត់បន្ថយភាពតានតឹងនៅលើរចនាសម្ព័ន្ធស្លាបនិយាយឲ្យសាមញ្ញប្រេងឥន្ធនៈដើរតួជាវត្ថុទម្ងន់ដែលជួយពង្រឹងស្លាបនិងជួយការពារពួកវាមិនឲ្យបត់បែនខ្លាំងពេកការរចនានេះធ្វើឲ្យយន្តហោះកាន់តែមានភាពធន់និងមានប្រសិទ្ធភាពជាងមុនក្នុងរយៈពេលវែងសុវត្ថិភាពគឺជាកត្តាដ៏ធំមួយទៀតការរចនាអាកាសចរតែងតែផ្ដល់អាទិភាពដល់ការកាត់បន្ថយហានិភ័យជាពិសេសនៅពេលនិយាយអំពីការចាត់ចែងប្រេងឥន្ធនៈដែលងាយឆេះតាមរយៈការរក្សាប្រេងឥន្ធនៈនៅក្នុងស្លាបវាត្រូវបានបំបែកចេញពីអ្នកដំណើរទំនិញនិងប្រព័ន្ធសំខាន់ភាគច្រើននៅខាងក្នុងទូខ្លួននៅក្នុងព្រឹត្តិការណ៍អកុសលនៃគ្រោះថ្នាក់ឬអគ្គិភ័យការបំបែកនេះជួយកាត់បន្ថយហានិភ័យនៃការឆាបឆេះប្រេងឥន្ធនៈនៅជិតមនុស្សដែលនៅលើនោះលើពីនេះនៅក្នុងយន្តហោះជាច្រើនម៉ាស៊ីនត្រូវបានបំពាក់នៅខាងក្រោមស្លាបដែលនៅជាប់ផ្ទាល់នឹងធុងសាំងស្លាបការរៀបចំនេះអនុញ្ញាតឲ្យមានខ្សែបំពង់ប្រេងនិងម៉ាស៊ីនបូមខ្លីជាងមុនដែលបន្ថយឱកាសនៃការលេចធ្លាយនិងធ្វើឲ្យប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈកាន់តែសាមញ្ញនិងអាចទុកចិត្តបានខ្សែបំពង់ប្រេងកាន់តែខ្លីក៏មានន័យថាទម្ងន់កាន់តែស្រាលដែលជួយបង្កើនប្រសិទ្ធភាពបន្ថែមទៀតវាក៏មានអត្ថប្រយោជន៍ផ្នែកឌីណាមិកខ្យល់ចំពោះការរចនានេះផងដែរជាទូទៅស្លាបត្រូវបានរចនាឡើងឲ្យប្រហោងនៅតំបន់ជាច្រើនដោយមានរចនាសម្ព័ន្ធខាងក្នុងដែលគ្រប់គ្រងទាំងភាពរឹងមាំនិងឌីណាមិកខ្យល់វិស្វករបានដឹងថាផ្នែកប្រហោងទាំងនេះគឺល្អឥតខ្ចោះសម្រាប់ការបញ្ចូលធុងសាំងដោយមិនធ្វើឲ្យខូចរូបរាងខាងក្រៅរបស់ស្លាបនោះទេធុងសាំងដែលជារឿយៗត្រូវបានគេហៅថាស្លាបសើមដោយសារតែរចនាសម្ព័ន្ធស្លាបផ្ទាល់ត្រូវបានបិទជិតដើម្បីផ្ទុកវត្ថុរាវគឺប្រើប្រាស់លំហដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព
ការរួមបញ្ចូលដ៏ឆ្លាតវៃនេះមានន័យថាមិនចាំបាច់មានធុងខាងក្រៅដ៏ធំដែលនឹងបង្កើនកម្លាំងអូសទាញនិងកាត់បន្ថយប្រសិទ្ធភាពប្រេងនោះទេតាមរយៈការដាក់ប្រេងឥន្ធនៈនៅខាងក្នុងស្លាបអ្នករចនារក្សាយន្តហោះឲ្យមានរាងស្រឡូននិងអាចហោះហើរបានចម្ងាយឆ្ងាយជាមួយនឹងការឆេះប្រេងតិចចំណុចមួយទៀតដែលត្រូវពិចារណាគឺភាពជាក់ស្ដែងនៃការចាក់ប្រេងនិងការថែទាំការចាក់ប្រេងយន្តហោះតាមរយៈស្លាបគឺមានភាពងាយស្រួលរថយន្តចាក់ប្រេងឬប្រព័ន្ធទុយោគ្រាន់តែភ្ជាប់ទៅកាន់ចំណុចបញ្ចូលដែលនៅជិតស្លាបហើយប្រេងត្រូវបានបូមដោយផ្ទាល់ទៅក្នុងធុងនេះធ្វើឲ្យប្រតិបត្តិការនៅលើដីកាន់តែលឿននិងមានប្រសិទ្ធភាពជាងមុនដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរដែលពឹងផ្អែកលើពេលវេលាត្រឡប់មកវិញលឿននៅតាមអាកាសយានដ្ឋានក្រុមថែទាំក៏អាចត្រួតពិនិត្យធុងស្លាបបានកាន់តែងាយស្រួលផងដែរដោយសារពួកវាជាផ្នែកមួយនៃរចនាសម្ព័ន្ធខាងក្នុងរបស់ស្លាបដែលកាត់បន្ថយតម្រូវការសម្រាប់ប្រព័ន្ធស្មុគស្មាញដែលនឹងត្រូវបានទាមទារប្រសិនបើប្រេងត្រូវបានស្តុកទុកនៅកន្លែងផ្សេងយន្តហោះយោធានិងយន្តហោះអាកាសចរទូទៅធុនតូចក៏ទទួលបានអត្ថប្រយោជន៍ពីការស្តុកប្រេងនៅក្នុងស្លាបផងដែរទោះបីជាការកំណត់រចនាសម្ព័ន្ធពិតប្រាកដប្រែប្រួលអាស្រ័យលើបេសកកម្មក៏ដោយយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកជារឿយៗផ្ទុកធុងខាងក្រៅបន្ថែមដើម្បីពង្រីកចម្ងាយហោះហើរប៉ុន្តែកន្លែងស្តុកទុកចម្បងរបស់ពួកវាគឺនៅតែស្ថិតក្នុងស្លាបនេះបង្ហាញពីរបៀបដែលគំនិតនៃការស្តុកប្រេងក្នុងស្លាបคล้ายជាសកលនៅទូទាំងឧស្សាហកម្មអាកាសចរមិនថាសម្រាប់ការប្រើប្រាស់ផ្នែកពាណិជ្ជកម្មយោធាឬឯកជននោះទេឥឡូវនេះអ្នកប្រហែលជាឆ្ងល់ថាតើមានគុណវិបត្តិណាមួយចំពោះការស្តុកប្រេងឥន្ធនៈនៅក្នុងស្លាបដែរឬទេបញ្ហាប្រឈមចម្បងគឺរចនាសម្ព័ន្ធដោយសារស្លាបមានកម្រាស់ស្ដើងបើប្រៀបធៀបទៅនឹងតួខ្លួនវិស្វករត្រូវតែរចនាបន្ទប់ខាងក្នុងម៉ាស៊ីនបូមនិងសន្ទះបិទបើកដោយប្រុងប្រយ័ត្នដើម្បីប្រាកដថាប្រេងឥន្ធនៈត្រូវបានចែកចាយស្មើគ្នានិងមិនរង្គើខ្លាំងពេកក្នុងអំឡុងពេលហោះហើរវាក៏មានហានិភ័យនៃការកកកើតកំណកទឹកនៅខាងក្នុងធុងផងដែរដែលត្រូវតែគ្រប់គ្រងតាមរយៈការរចនាប្រព័ន្ធប្រេងឥន្ធនៈដោយប្រុងប្រយ័ត្នប៉ុន្តែជារួមបញ្ហាប្រឈមទាំងនេះគឺតូចតាចបើប្រៀបធៀបទៅនឹងអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃការស្តុកប្រេងឥន្ធនៈនៅក្នុងស្លាបមូលហេតុដែលយន្តហោះស្តុកប្រេងឥន្ធនៈនៅក្នុងស្លាបរបស់ពួកវាគឺសង្ខេបមកត្រឹមការរួមបញ្ចូលគ្នានៃប្រសិទ្ធភាពសុវត្ថិភាពនិងវិស្វកម្មដ៏ឆ្លាតវៃស្លាបផ្ដល់នូវកន្លែងដ៏ល្អសម្រាប់ផ្ទុកប្រេងឥន្ធនៈក្នុងបរិមាណដ៏ច្រើនដោយមិនបាត់បង់សមត្ថភាពផ្ទុកអ្នកដំណើរឬទំនិញឡើយពួកវាជួយធ្វើឲ្យមានតុល្យភាពទម្ងន់និងចំណុចកណ្ដាលនៃទំនាញរបស់យន្តហោះកាត់បន្ថយភាពតានតឹងនៃរចនាសម្ព័ន្ធរក្សាប្រេងឥន្ធនៈឲ្យនៅដាច់ដោយឡែកពីមនុស្សនិងប្រព័ន្ធផ្សេងៗនិងធ្វើឲ្យដំណើរការចាក់ប្រេងកាន់តែងាយស្រួលអ្វីដែលហាក់ដូចជាគ្រាន់តែជាជម្រើសនៃការរចនាដ៏សាមញ្ញមួយតាមពិតគឺជាដំណោះស្រាយដែលត្រូវបានរៀបចំឡើងដោយវិស្វកម្មយ៉ាងយកចិត្តទុកដាក់ដែលគាំទ្រដល់សុវត្ថិភាពដំណើរការនិងភាពជឿជាក់នៃអាកាសចរទំនើបនៅពេលក្រោយដែលអ្នកសម្លឹងមើលចេញពីបង្អួចយន្តហោះហើយឃើញស្លាបលាតសន្ធឹងទៅក្នុងមេឃសូមចងចាំថាពួកវាមិនត្រឹមតែរក្សាអ្នកឲ្យនៅលើអាកាសនោះទេពួកវាក៏កំពុងផ្ទុកប្រេងឥន្ធនៈដែលធ្វើឲ្យការធ្វើដំណើរនេះអាចទៅរួចផងដែរសូមអរគុណសម្រាប់ការទស្សនាប្រសិនបើអ្នកមានមតិយោបល់សម្រាប់វីដេអូបន្ទាប់របស់យើងសូមសរសេរចែករំលែកវានៅក្នុងប្រអប់មតិយោបល់ខាងក្រោមយើងនឹងផ្ដល់ការដឹងគុណចំពោះការចូលរួមចំណែករបស់អ្នកសូមអរគុណសម្រាប់ការចូលរួមជាមួយយើងនៅក្នុងដំណើរតាមរយៈប្រវត្តិសាស្ត្រនៃរឿងសាមញ្ញៗនេះកុំភ្លេចចុចចូលចិត្តចុចឈ្មោះតាមដាននិងរងចាំទស្សនារឿងរ៉ាវជាច្រើនទៀតដែលត្រូវបានចងក្រងឡើងតាមរយៈព័ត៌មានលម្អិតដ៏តូចបំផុត